ជំរាបសួរពុកម៉ែបងប្អូនអតិថិជននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាជួបគ្នាសារជាថ្មីទៀតហើយលើកនេះគឺនិយាយតាក់ទងនឹងបណ្ដូល ARO Rivo Osmosis បងប្អូនតាក់ទងនឹងបណ្ដូល ARO គឺយើងមានច្រើនខ្នាតច្រើនសាយច្រើនទំហំដែលយើងមានចាប់ពីខ្នាតគ្រួសារដោយបងប្អូនឃើញនៅក្នុងទូខាងក្រោយនោះអាហ្នឹងគឺតូចលក្ខណៈគ្រួសារ 50G 75G 100 150 300 400 500 តែមួយទៀតគឺបងប្អូនឃើញអានេះហ៎អានេះគឺខ្នាតរៀងធំបន្តិចចាយើងមាន40 21 1ម៉ោងផលិតបាន125លីត្រយើងមានខ្នាត40 1ម៉ោងវាផលិតបាន250លីត្រហើយយើងមានខ្នាត80 1ម៉ោងវាផលិតបាន1000លីត្រឬក៏យើងនិយាយថា1គីបបងប្អូនមួយវិញទៀតតកតនឹងបដូ AO ក៏យើងមានច្រើន brand សម្រាប់ជ្រើសរើសផងដែរហើយ brand ដែលយើងលក់ដាច់និងពេញនិយមខ្លាំងនេះបងប្អូនគឺជា brand Fimtech ចា brand របស់អាមេរិកបងប្អូនហើយសម្រាប់បដូនេះបើសិនជាពុកម៉ែបងប្អូនចាចង់បានគុណភាពទឹកឬក៏ក្របទឹកយើងហៅថា TDS Conductivity រៀងទាបអានេះគឺខ្ញុំ highly recommend មែនតើបងប្អូនណាចាជាពិសេសគឺបងប្អូនដែលគាត់ប្រកបជាអាជីវកម្មទឹកសុទ្ធគាត់ត្រូវការរសជាតិទឹករបស់គាត់នឹងរៀងឆ្ងាញ់ទី1ទី2បងប្អូនដែលគាត់នៅតាមបណ្ដារោងចក្រដែលគាត់ត្រូវការបន្សុទ្ធទឹកហើយយកទឹកហ្នឹងទៅផ្គត់ផ្គង់នៅក្នុងផលិតកម្មរបស់គាត់ជាមួយនឹងគុណភាពទឹកដែលមានក្របទឹកឬក៏ TDS Conductivity ហ្នឹងរៀងទាបខ្លាំងណាបងប្អូនចាតកតងនឹងបដូលនេះអាចនិយាយបានថាគុណភាពទឹកគឺវារៀង purify វាសុទ្ធខ្លាំងដោយសារភាគរយនៃការបន្សុទ្ធរបស់វាខ្ពស់ចាតែមួយទៀតដែលបងប្អូនត្រូវដឹងណាបងប្អូនចាអញ្ចឹងអានេះបើសិនជាករណីដែលថាបើយើងនិយាយថាភាពធន់របស់វាឬក៏គុណសម្បត្តិក្រៅពីអាបន្សុទ្ធទឹកហ្នឹងវាមានអីទៀតចាមួយទៀតគឺតកតងនឹងការលាងគឺបងប្អូនអាចលាងបានច្រើនដងណាបងប្អូនចាវាខុសពីបដូលយើងធម្មតារបស់ចិននេះចឹងទៅអាចថាលាងតែ2ដងឬក៏3ដងឬក៏ម្ដងពេលខ្លះទៅវាក្របទឹកវារៀងធ្លាយហ្មងប៉ុន្តែអានេះគឺវាមានភាពធន់វា resistant ជាមួយនឹងសារធាតុគីមីដែលបងប្អូនយកទៅលាងបងប្អូនណាចាហើយមួយទៀតហ្នឹងគឺលក្ខណៈថាវាមិនងាយពំក្លិនណាបងប្អូនចាបើបដូលមុំពេលដែលបងប្រើប្រាស់ជាពិសេសបងប្អូនដែលគាត់ប្រើប្រភេទទឹករត់ឬក៏ទឹកលើដីអីចឹងដែលសម្បូរពពួកគេហៅថាកកកំតិចកំទីអីចឹងទៅហើយជួននឹងគាត់ថែទាំអាបដូលខាងមុខហ្នឹងអត់បានល្អអញ្ចឹងវាធ្វើឲ្យសុំទៅតម្រងខាងមុខអត់បានល្អអញ្ចឹងវាធ្វើឲ្យអាគុណភាពទឹកដែលឆ្លងកាត់ធុងស្មាច់3កំពង់សាលីឬក៏ប្រភេទធុងអ៊ីណុកដែលយើងប្រើអេនតាសាយកាបូនរេស៊ីនអីហ្នឹងវាច្រត់បានល្អវាឆ្លងទៅដល់អា AO នេះឯងអញ្ចឹងវាងាយនឹងពំក្លិនបើសិនជាបងប្អូនជ្រើសរើសប្រភេទដែលលក្ខណៈថារៀង low quality គុណភាពរៀងស្ទើរអញ្ចឹងបងប្អូនតែបើសម្រាប់ប្រភេទមួយនេះគឺខ្ញុំ highly recommend បងប្អូនណាចាបើន័យថាគឺខ្ញុំសូមណែនាំខ្លាំងមែនតើដោយសារគុណភាពរបស់វាចាអញ្ចឹងបើសិនជាបងប្អូនដែលគាត់មានចម្ងល់បន្ថែមចាពាក់ព័ន្ធនឹងបញ្ហាច្រោះទឹកឬក៏បន្សុទ្ធទឹកឬក៏មួយទៀតតកតងនៃវ៉ាន់នេះគឺយើងមានស្តុកបងប្អូនមែនតើអានេះគឺខ្ញុំចូលស្តុកថ្មីច្រើនខ្លាំងមែនតើណាបងប្អូនចាមានទាំងខ្នាត40និង80ដែលដាច់ស្តុកអស់រយៈពេលមួយរយៈធំអញ្ចឹងហើយពេលដែលវ៉ាន់ចូលក៏យើងមានជា promotion ជូនអតិថិជនបងប្អូនដែលឃើញវីដេអូនេះហើយអាច share វីដេអូនេះចេញបានអានេះគឺខ្នាត80នៅចំពោះមុខបងប្អូនចា80ហ្នឹង1ម៉ោងផលិតបាន1គីបបងទិញម្ដងបងទទួលបានអា TDS ក្របទឹកនេះចំនួន1បើបងយក2បងទទួលបានអានេះម្ដងព្រោះនេះវា2តែន2មុខចឹងណាបងប្អូនហើយបើសិនជាបងយកដល់3ដើមយើងមានឧបករណ៍មួយទៀតណាគឺ 5 in 1ចាបើន័យថាមានតាមកប្រភេទឧបករណ៍តេស្តនេះគឺតេស្តបានរហូតដល់5មុខអីចឹងទៅគឺចំណេញមែនតើ3ដើមនេះគឺសម្រាប់3ដើមប្រភេទធំប៉ុន្តែបើតូចគឺយើងមានលក្ខខណ្ឌ2ដើមទទួលបាន TDS នេះមួយអញ្ចឹងបងប្អូនចា3ដើមក៏បានអាប្រភេទតេស្តបាន2មុខចារហូតដល់5ដើមបានបងទទួលបានឧបករណ៍តេស្តនេះមួយណាបងប្អូនចាអញ្ចឹង promotion នេះគឺបើសិនជាបងឃើញវីដេអូនេះហើយអាចវឺតចាហើយមែនតើបងប្អូនអាចនិយាយបានថាតាក់ទងនឹងអីវ៉ាន់ខាងយើងចូលរៀងយូរប៉ុន្តែចេញគឺលឿនអាចពេលហ្នឹងបងទឹមតែឃើញវីដេអូអាចឆាតអាចលក្ខណៈថាវាគៀកទាំងអស់ស្តុកឬអីចឹងទៅតែបើសិនជាឃើញហើយមានតម្រូវការហើយបងប្អូនអាចវឺតណាចាអាចតាក់ទងមកបានក្រៅពីបដូរ AO ក៏យើងមានជាប្រភេទសាលីអីផ្សេងទៀតដែរបងប្អូនក៏អាចឆែកជាមួយនឹងខាងយើងហើយអីវ៉ាន់ជាទូទៅគឺយើងមានលក្ខណៈថាផ្គត់ផ្គង់អីវ៉ាន់មានជាមួយនឹងស្ពេចបងប្អូនត្រូវការចង់ដឹងថាស្ពេចរបស់ផលិតផលមួយនឹងវាបែបម៉េចចាបងប្អូនក៏អាចឆែកជាមួយនឹងខាងយើងបងយកតែអីវ៉ាន់ទៅដូរខ្លួនឯងបងយកទាំងសេវាកម្មចាឬក៏លក្ខណៈថាបងត្រូវការយកទៅលក់ចែកចាយបន្តចាអាចមើលបានណាចា
បាច់ខ្សែចូលហ្នឹងគឺរហូតដល់70ដើមតែ70ដើមហ្នឹងអាចថាតែត្រូវគឺវូតគឺអស់ហើយណាបងប្អូនអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍ចាអាចថានិយាយថារុះរាន់ណាបងប្អូនចាអញ្ចឹងវីដេអូនេះសូមតែប៉ុណ្្នឹងទេអរគុណច្រើនពុកម៉ែបងប្អូនដែលតែងតែតាមដានហើយសូមរំខានបងប្អូនជួយ Subscribe Channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីតាក់ទងនឹងគ្រឿងចម្រោះទឹកក៏ដូចជាបច្ចេកទេសនៅក្នុងការច្រោះឬក៏បន្សុទ្ធទឹកចាហើយបើសិនជាបងប្អូនមានតម្រូវការបងអាចតាក់ទងទៅក្នុងលេខ Telegram 09964999ឬក៏ឆាតទៅចូល Page Facebook ដើម្បីងាយស្រួលនៅក្នុងការទំនាក់ទំនងដែលមានឈ្មោះដូច Channel YouTube អញ្ចឹង Betting Water Engineering សូមអរគុណសូមជម្រាបលា